ក្រសួងការបរទេសកម្ពុជាកាលពីថ្មីពេលថ្មីនេះបានលើកឡើងថានាយករដ្ឋមន្ត្រីសង្ហបុរីគឺលោក Lawrence Wong នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងថ្ងៃទី2ខែកក្កដាខាងមុខនេះហើយអ្នកជំនាញកិច្ចការអន្តរជាតិបានយល់ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសសង្ហបុរីនេះនឹងមានការពិភាក្សាគ្នាទាក់ទងទៅនឹងបញ្ហាបន្ថែមទៅលើវិស័យនយោបាយពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងសង្ហបុរីហើយបញ្ហានេះក៏ជាឱកាសល្អមួយផងដែរថាប្រទេសសង្ហបុរីនឹងមានឱកាសនៅក្នុងការលើកឡើងផងដែរអំពីការដែលនាំប្រេងអាចនឹងលក់មកដល់ទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរដែលជាការមួយនឹងអាចជំនួសនៅការឈប់នាំចូលប្រេងពីប្រទេសថៃយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីសង្ហបុរីគឺលោក Lawrence Wong នេះមកកម្ពុជានៅក្នុងថ្ងៃទី2ខែកក្កដាឆ្នាំ2025ហើយនឹងមានព្រះរាជសវនាការជាមួយនឹងព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងមេដឹកនាំកម្ពុជារបស់កម្ពុជាដូចជាសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាផងដែរនៅក្នុងជំនួបនាយករដ្ឋមន្ត្រីទាំងពីរភាគីទាំងសងខាងនឹងពិភាក្សាតាក់ទងទៅនឹងទំនាក់ទំនងដ៏យូរអង្វែងឲ្យកាន់តែស៊ីជម្រៅនិងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅដល់កម្ពុជានិងសង្ហបុរីនេះបើតាមក្រសួងការបរទេសកម្ពុជាបានលើកឡើងនៅក្នុងពេលថ្មីនេះហើយគេក៏មានការកត់សម្គាល់ផងដែរថានេះគឺជាដំណើរទស្សនកិច្ចលើកទី1របស់លោក Lawrence Wong មកកាន់ប្រទេសកម្ពុជានៅក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសង្ហបុរីនៅក្នុងនោះដែរគឺលោកបណ្ឌិតគិនភាដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាក៏បានធ្វើការកត់សម្គាល់ផងដែរថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងពេលបច្ចុប្បន្ននេះគឺកំពុងតែមានភាពជិតស្និទ្ធនៅក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនៃប្រទេសទាំងពីរនេះលោកបានមានការយល់ឃើញថានាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីសង្ហបុរីនឹងមានការជំរុញបន្ថែមនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យនយោបាយទៅលើការទូតសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងបរិបទដែលកម្ពុជាកំពុងតែមានភាពតានតឹងទៅលើបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃរហូតទៅដល់ការសម្រេចនៅក្នុងការផ្អាកនាំចូលប្រេងពីប្រទេសថៃការជជែកគ្នាពីលទ្ធភាពនៃការនាំចូលប្រេងពីសង្ហបុរីឬក៏អាចថាជាប្រធានបទមួយរវាងសម្ដេចហ៊ុនម៉ាណែតនិងលោក Lawrence Wong ផងដែរនេះបើយោងទៅតាមលោកបណ្ឌិតគិនភាដែលបានបញ្ជាក់កម្ពុជាអាចជំរុញការធ្វើពាណិជ្ជកម្មទៅលើវិស័យប្រេងឥន្ធនៈនិងឧស្ម័នជាមួយនឹងសង្ហបុរីបិទថាសង្ហបុរីក៏ជាប្រទេសនាំចូលប្រេងមកកម្ពុជាក្នុងលំដាប់មួយគឺលំដាប់ខ្ពស់មួយដែលអាចចាត់ទុកថាជាលំដាប់ទី3បន្ទាប់អំពីការធ្លាប់នាំចូលពីប្រទេសថៃនិងប្រទេសវៀតណាមនោះបើយោងទៅតាមរបាយការណ៍របស់អគ្គនាយកគយនិងរដ្ឋកោសង្ហបុរីជាទីផ្សារលំដាប់ទី3បន្ទាប់អំពីថៃវៀតណាមសម្រាប់ការនាំចូលប្រេងមកកាន់ប្រទេសកម្ពុជានេះតួលេខកាលពីឆ្នាំ2024បានបង្ហាញថាសង្ហបុរីនេះបានរួមចំណែកដល់ទៅ 13% គិតជាទឹកប្រាក់ប្រមាណជាង514,000 លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងចំណោមបណ្ដាប្រទេសដែលនាំប្រេងចូលទៅកម្ពុជាដែលជាទីផ្សារដ៏ធំមួយផងដែរគួរឲ្យកត់សម្គាល់ផងដែរថានៅក្នុងស្ថានភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជាថៃនេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនម៉ាណែតបានប្រកាសអំពីការបញ្ឈប់ការនាំចូលប្រេងពីប្រទេសថៃចាប់តាំងពីម៉ោង 12 យប់ថ្ងៃទី 22 ខែមិថុនាឆ្នាំ 2025 ហើយប្រការនេះហើយត្រូវអ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថាកម្ពុជាត្រូវធ្វើពិពិធកម្មនៃការនាំចូលប្រេងពីបណ្ដាប្រទេសផ្សេងទៀតដើម្បីបញ្ជៀសនៅហានិភ័យខ្វះប្រេងសម្រាប់ការប្រើប្រាស់ប្រទេសសង្ហបុរីក៏ជាគោលដៅចម្បងមួយដែលអ្នកជំនាញយល់ថាគឺជាទីផ្សារដ៏ល្អសម្រាប់ការផ្គត់ផ្គង់ប្រេងមកក្នុងប្រទេសកម្ពុជាបាទប្រិយមិត្តនេះគឺជាបញ្ហាមួយដែលត្រូវបានក្រុមអ្នកជំនាញទៅលើបញ្ហាអន្តរជាតិ
បានធ្វើការលើកឡើងផងដែរថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងថ្ងៃទី2ខែកក្កដាឆ្នាំ2025ខាងមុខនេះវាពិតណាស់ថាក្រៅអំពីការពង្រឹងទៅលើផ្នែកទំនាក់ទំនងការទូតឬក៏វិស័យផ្សេងៗទៀតនោះគឺថាចំណុចសំខាន់មួយដែលគួរឲ្យកត់សម្គាល់នោះគឺមានន័យថាបច្ចុប្បន្ននេះគឺក្រោយអំពីការបិទប្រេងនាំចូលពីប្រទេសថៃគឺកម្ពុជានៅមានទីផ្សារយ៉ាងទូលាយនៅក្នុងការដែលប្រទេសផ្សេងៗអាចនាំចូលប្រេងមកកម្ពុជាហើយក្នុងនោះក៏មានការលើកឡើងផងដែរថានឹងអាចមានការជជែកអំពីនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីនេះនឹងអាចមានទីផ្សារដ៏ល្អមួយបន្ថែមទៀតសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាយើងធ្លាប់បានដឹងនៅរបាយការណ៍ខាងកុយរួចមកហើយថានៅក្នុងចំណោមការនាំចូលប្រេងដែលធំចំនួន3មកកាន់ទីផ្សារនៅក្នុងកម្ពុជានោះគឺធ្លាប់មានរបាយការណ៍មានក្រុមអ្នកវិភាគខ្លះលើកថាឆ្នាំ2023គឺប្រទេសថៃនេះគឺមានការនាំប្រេងចូលកម្ពុជានៅក្នុងទំហំទឹកប្រាក់ដល់ទៅ$1,700 លានសហរដ្ឋអាមេរិកឯណោះហើយដោយឡែកប្រទេសវៀតណាមក៏ធ្លាប់នាំចូលក្នុងទីផ្សារប្រទេសកម្ពុជានឹងដល់ទៅ$670 លានសហរដ្ឋអាមេរិកផងដែរហើយប្រទេសសិង្ហបុរីនេះគឺនាំចូល$514 លានសហរដ្ឋអាមេរិកដែរដូច្នេះហើយបើសិនជាមានការបាត់ចំណែកនៃទីផ្សារនៃប្រទេសថៃដែលបាននាំចូលប្រទេសកម្ពុជាយ៉ាងច្រើនគឺមានទំហំទឹកប្រាក់ដល់ទៅជាង$1,700 លានសហរដ្ឋអាមេរិកនោះវាពិតណាស់ថាធ្វើឲ្យបណ្ដាប្រទេសផ្សេងៗនឹងមានការសប្បាយចិត្តនៅក្នុងការនាំចូលនៅក្នុងពេលដែលប្រទេសកម្ពុជានឹងគឺបានបិទប្រេងពីប្រទេសថៃអញ្ចឹងទំហំដែលត្រូវនាំចូលនេះអាចមានដល់ទៅ$1,700 លានសហរដ្ឋអាមេរិកឯណោះហើយវាអាចគេគិតថាប្រទេសសិង្ហបុរីដែលធ្លាប់នាំចូលត្រឹមតែ$514 លាននឹងអាចកើននៅក្នុងកម្រិតមួយដ៏ទំហំធំគុណនឹង2គុណនឹង3ដងថែមទៅទៀតប៉ុន្តែនៅក្នុងពេលថ្មីនេះគឺប្រទេសវៀតណាមក៏ធ្លាប់បានប្រកាសឲ្យផងដែរថាមួយថ្ងៃគឺវៀតណាមនឹងអាចនាំចូលប្រេងកម្ពុជាដល់ទៅ1លានតោនដែរហើយចំណុចអស់នេះគឺជាចំណុចមួយដែលធ្វើឲ្យប្រទេសផ្សេងក៏គិតថាទីផ្សារកម្ពុជាកំពុងតែមានឱកាសល្អសម្រាប់ប្រទេសដែលមានប្រេងក្នុងការនាំចូលប្រទេសកម្ពុជាផងដែរហើយតាក់ទងទៅនឹងបញ្ហានៃការបិទព្រំដែនឬក៏ការបិទនៃការនាំចូលប្រេងពីប្រទេសថៃនេះគឺមិនមានការកំណត់ថាត្រូវបើកឬក៏ត្រូវបិទនោះទេពីព្រោះថានាយករដ្ឋមន្ត្រីកម្ពុជាថានឹងអាចបិទរហូតក៏បានដែរនេះគឺជាអ្វីដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានលើកឡើងដូច្នេះហើយបើសិនជាកម្ពុជាអាចបិទជារៀងរហូតពិតណាស់ថាធ្វើឲ្យប្រទេសផ្សេងៗហ្នឹងក៏គេមានការសម្រេចចិត្តបានល្អជាងបើសិនជាកម្ពុជាពេលខ្លះអាចបើកទៅវិញវាធ្វើឲ្យប៉ះពាល់ទៅដល់ហូរនៃការនាំចូលទៅលើទីផ្សារពីប្រទេសសិង្ហបុរីឬក៏ពីប្រទេសវៀតណាមឬក៏ពីប្រទេសផ្សេងទៀតដូច្នេះហើយបើសិនជាបិទរហូតវាជារឿងល្អប៉ុន្តែបើសិនជាវិបត្តិនៃដែនត្រូវបានដោះស្រាយបានល្អជាមួយប្រទេសថៃពិតណាស់ថាកម្ពុជាក៏ប្រហែលជាមិនអាចបិទជារៀងរហូតទេគ្រាន់តែថាទំហំនាំចូលវាអាចមានកម្រិតមិនអាចដូចដើមនោះទេនេះបើសិនជាមានបញ្ហាការដោះស្រាយបញ្ហាព្រំដែនទៅរកភាពប្រក្រតីឡើងវិញហើយយ៉ាងណាក៏ដោយក៏កម្ពុជាបានគិតច្បាស់ហើយថាអតិភិបធំគឺទៅលើបណ្ដាប្រទេសផ្សេងក្រៅពីប្រទេសថៃនោះគឺដោយសារថាប្រទេសថៃនេះគឺច្រើនតែមានគេហៅភាពក្អឺតក្តោមនៅក្នុងការដាក់សម្ពាធទៅលើប្រទេសជិតខាងជាពិសេសគឺកម្ពុជាបើទោះបីជាប្រទេសកម្ពុជាគឺជាប្រទេសដែលជាទីផ្សារសម្រាប់ខ្លួនដែលជាអ្នកទិញបែរជាខ្លួនដែលជាអ្នកមានផលិតផលមកលក់ឲ្យប្រទេសកម្ពុជាបែរជាមានអំណួតនៅក្នុងការបិទដោយបានគិតថាអ្នកទិញមានជំរើសច្រើនជាងនោះទេនេះគឺជាបញ្ហាមួយដែលកម្ពុជាអាចធ្វើជាបទពិសោធន៍មួយត្រូវតែធ្វើទីផ្សារឬក៏ធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសណាដែលអាចមិនមានហានិភ័យជាមួយនឹងប្រទេសជិតខាងដូច្នេះហើយវារវាងប្រទេសជិតខាងគឺវាអាចងាយនឹងការប៉ះទង្គិចទៅលើបញ្ហាផ្សេងៗចឹងហើយកម្ពុជាត្រូវតែមានបទពិសោធន៍ទៅលើបញ្ហានេះ
ដើម្បីជៀសវាងទៅលើការដាក់សម្ពាធផ្សេងៗចឹងហើយផ្នែកពាណិជ្ជកម្មវាគឺជាបញ្ហាមួយដែលមានគំនាបដូចជាបញ្ហាចំនួនផ្សេងៗផងដែរ